ការពីម៉ោង4ទៀបភ្លឺព្រឹកមិញនេះលោកដូណាល់ត្រាំបានថ្លែងថាការប្រកាសប្រមុខធនាគារកណ្ដាលអាមេរិកថ្មីនឹងមកដល់ឆាប់ៗនេះសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះជួបជាមួយខ្ញុំធារុំសាជាថ្មីដែលនឹងធ្វើសេចក្តីលម្អិតព្រមទាំងវិភាគជូនពុកម៉ែបងប្អូននៅសន្ទុះប្រាក់ដុល្លារអាមេរិកដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំងក្រោមការដាក់សម្ពាធប្រធានាធិបតី Donald Trump សន្ទុះប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីដើមឆ្នាំ2026មកដែលបានកំពុងធ្លាក់ចុះប្រមាណ 74% ក្នុងកម្រិតសន្ទុះតម្លៃ DXY ធ្លាក់ចុះដល់ 95 ស្តើងដោយពីមុនធ្លាប់ឡើងដល់ខ្នាតជាង100នោះការរអិលចុះនៃតម្លៃលុយដុល្លារនេះមិនមែនជារឿងថ្មីនោះទេដែលទីផ្សារមិនបានដឹងគឺមានសញ្ញាណធ្លាក់ចុះតាំងពីឆ្នាំ2025មកម្លេះក្រោយធនាគារកណ្ដាលអាមេរិកបានផ្ដល់តម្រុយក្នុងការទម្លាក់អត្រាការប្រាក់ដែលនៅខ្ពស់និងស្របពេលដែលការជាប់ឆ្នោតរបស់ប្រធានាធិបតី Donald Trump មកនោះការឡើងកាន់តំណែងរបស់លោក Trump គឺជាកត្តាអវិជ្ជមានសម្រាប់លុយដុល្លារគឺដោយសារប្រធានាធិបតីរូបនេះផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មអន្តរជាតិដែលតម្រូវឲ្យប្រាក់ដុល្លារចុះថោកដើម្បីជំរុញការនាំចេញលក់ទំនិញទៅក្រៅប្រទេសឲ្យបានច្រើនជាងមុនក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនជាតិជាក់ស្ដែងកាលពីម៉ោង4ទៀបភ្លឺព្រឹកមិញនេះលោក Donald Trump បានថ្លែងថាការប្រកាសប្រមុខធនាគារកណ្ដាលអាមេរិកថ្មីនឹងមកដល់ឆាប់ៗនេះហើយអត្រាការប្រាក់នឹងធ្លាក់ចុះខ្លាំងដូចគ្នាលោកក៏បន្ថែមទៀតដែរថាលោកមិនព្រួយបារម្ភជាមួយនឹងប្រាក់ដុល្លារដែលកំពុងធ្លាក់ថ្លៃនោះទេហើយថែមទាំងនិយាយបន្តថាលុយដុល្លារកំពុងដំណើរការល្អទៀតផងដែលនេះបង្កើនឲ្យតម្លៃរូបិយប័ណ្ណផ្សេងទៀតជាពិសេសតម្លៃមាសស្ទុះឡើងបន្ថែមខ្លាំងនាព្រឹកនេះសេចក្តីថ្លែងការណ៍ទាំងនេះកាន់តែសបញ្ជាក់ឲ្យឃើញច្បាស់ថាលោកត្រាំមិនត្រឹមតែគាំទ្ររូបិយប័ណ្ណដុល្លារដែលកំពុងអវិជ្ជមាននោះទេតែរឹតតែជំរុញឲ្យធ្លាក់ថ្លៃកាន់តែខ្លាំងជាងមុនទៀតនាពេលអនាគតតាមរយៈការកាត់អត្រាការប្រាក់ដែលប្រមុខធនាគារកណ្ដាលថ្មីឡើងកាន់តំណែងជំនួសឲ្យលោក Powell ជាប្រធានចាស់នោះបាទសូមអរគុណអរលោកស្រីសម្រាប់ការតាមដានទស្សនាបើកអ្នកនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ